Parmenides បិតាទស្សនវិជ្ជាអត្ថិភាពនិងភាពពិតមិនប្រែប្រួលតើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីៗដែលភ្នែកយើងមើលឃើញរាល់ថ្ងៃមិនថាតែការលូតលាស់ការចាស់ជរាឬការផ្លាស់ប្ដូរនៃរដូវកាលតើវាជាការពិតឬគ្រាន់តែជាការភ័ន្តច្រឡំនៃភ្នែកនិងត្រចៀករបស់យើងកាលពីជាង 2500 ឆ្នាំមុននៅក្រិកបុរាណមានមហាទស្សនវិទូម្នាក់បានពោលពាក្យដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាគ្មានអ្វីដែលផ្លាស់ប្ដូរនោះឡើយអ្វីដែលមានគឺនៅឋិតថេរជានិរន្តរ៍ស្វាគមន៍មកកាន់ប្រវត្តិរូបនិងប្រាជ្ញាញាណរបស់លោក Parmenides បិតានៃទ្រឹស្ដីអត្ថិភាពដែលជាបុគ្គលជាឥទ្ធិពលធំបំផុតលើមហាទស្សនវិទូផ្លាតុងនិងបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៃការគិតរបស់មនុស្សជាតិ Parmenides កើតនៅប្រមាណឆ្នាំ 515 មុនគ្រិស្តសករាជនៅក្នុងទីក្រុងអេលានៃតំបន់ Calabria ភាគខាងត្បូងប្រទេសអ៊ីតាលីបច្ចុប្បន្នដែលសម័យនោះជាដែនដីក្រិកបុរាណលោកកើតនៅក្នុងគ្រួសារអភិជនដ៏ស្ដុកស្ដំនិងមានឥទ្ធិពលខ្លាំងឪពុករបស់លោកឈ្មោះ Piresគឺជាអ្នកមានអំណាចនិងមានកេរ្តិ៍ឈ្មោះក្នុងសង្គមទើបធ្វើឲ្យ Parmenides ទទួលបានការអប់រំកម្រិតកំពូលតាំងពីក្មេងលោកត្រូវបានគេជឿថាជាសិស្សរបស់លោក Xenophonus ប៉ុន្តែបុគ្គលដែលមានឥទ្ធិពលលើចិត្តនិងគំនិតរបស់លោកខ្លាំងបំផុតគឺ Arminius ដែលជាទស្សនវិទូនៅក្នុងក្រុម Pythagorean ដែលជាអ្នកប្រាជ្ញគណិតវិទ្យានិងទស្សនវិជ្ជាលោក Arminius មិនត្រឹមតែបង្រៀនប្រាជ្ញាដល់ Parmenides ប៉ុណ្ណោះទេតែបាននាំលោកឲ្យស្គាល់ពីរបៀបរស់នៅបែបស្ងប់ស្ងៀមនិងការពិចារណាជម្រៅចិត្ត Parmenides មិនត្រឹមតែជាអ្នកគិតធម្មតានោះទេលោកត្រូវបានប្រជាជនទីក្រុង Elias គោរពស្រឡាញ់យ៉ាងខ្លាំងរហូតលោកបានសរសេររដ្ឋធម្មនុញ្ញនិងច្បាប់សម្រាប់ទីក្រុងនេះហើយប្រជាជនបានស្បត់ធ្វើតាមច្បាប់របស់លោកអស់ជាច្រើនទសវត្សរ៍ស្នាដៃដ៏សំខាន់តែមួយគត់និងជាមរតកប្រវត្តិសាស្ត្ររបស់លោក Parmenides គឺកំណាព្យទស្សនវិជ្ជាដែលមានចំណងជើងថា On Nature ដែលមានន័យថាស្ដីពីធម្មជាតិកំណាព្យនេះត្រូវបានបែងចែកជា3ផ្នែកធំៗទី1ផ្នែកបាក់ឆាលោកបានរៀបរាប់ពីការធ្វើដំណើរតាមប្រទេសសេះដឹកនាំដោយទេពធីតាទៅកាន់ពិភពនៃពន្លឺដើម្បីស្វែងរកការពិតទី2ផ្លូវនៃការពិតដែលផ្នែកនេះជាស្នូលនៃទស្សនវិជ្ជាលោកបានទាញហេតុផលថាអ្វីដែលមានគឺមានហើយវាមិនអាចកើតចេញពីភាពទទេបានឡើយដូច្នេះអតិភិបគឺមិនមានចាប់ផ្ដើមគ្មានទីបញ្ចប់មិនផ្លាស់ប្ដូរនិងជាធ្លុងមួយជានិរន្តរ៍ទី3ផ្លូវនៃមតិលោកបានបញ្យល់ថាអ្វីដែលមនុស្សយើងមើលឃើញថាមានការកើតចាស់ឈឺស្លាប់ឬការផ្លាស់ប្ដូរគ្រាន់តែជាការភ័ន្តច្រឡំនៃឥន្ទ្រីយអារម្មណ៍និងជាការកំណត់ឈ្មោះរបស់មនុស្សតែប៉ុណ្ណោះហេតុអ្វីបានជាគំនិតរបស់ Parmenides សំខាន់ម្ល៉េះនៅមុនសម័យលោក Parmenides មនុស្សជឿលើអ្វីដែលភ្នែកមើលឃើញប៉ុន្តែ Parmenides គឺជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលនិយាយថាកុំជឿលើភ្នែកនិងត្រចៀករបស់អ្នកចុះបើភ្នែកនិងត្រចៀករបស់អ្នកកំពុងកុហកអ្នកលោកបានបង្កើតតក្កវិជ្ជាដោយបង្ខំឲ្យមនុស្សប្រើខួរក្បាលនិងហេតុផលដើម្បីស្វែងរកការពិតជំនួសឲ្យការជឿលើអារម្មណ៍គំនិតនេះបានបង្កើតជាសាលាទស្សនវិជ្ជា Elliptic School ហើយនៅពេលដែលលោកមានអាយុប្រមាណ65ឆ្នាំលោកបានធ្វើដំណើរទៅទីក្រុងអាតែនហើយបានជួបគ្នាជាមួយលោកសូក្រាតនិងបង្កើតជាគ្រឹះយ៉ាងជ្រៅដល់ផ្លាតុងក្នុងការបង្កើតទ្រឹស្ដីពិភពនៃគំនិត Parmenides បានបន្សល់ទុកនៅមេរៀនជីវិតដ៏មានតម្លៃថានៅក្នុងពិភពលោកមួយដែលប្រែប្រួលឥតឈប់ឈរនិងពេញទៅដោយព័ត៌មានអូសទាញខាងក្រៅយើងត្រូវស្វែងរកសច្ចភាពនិងគោលការណ៍មិនប្រែប្រួលនៅក្នុងចិត្តនិងខួរក្បាលរបស់យើងកុំរេទៅតាមអ្វីដែលភ្នែកឃើញភ្លាមគឺត្រូវតែប្រើប្រាជ្ញានិងតក្កវិជ្ជាដើម្បីពិចារណាឲ្យឃើញពីជម្រៅនៃការពិតប្រសិនបើអ្នកចូលចិត្តអត្ថបទជីវប្រវត្តិនិងទស្សនវិជ្ជាស៊ីជម្រៅបែបនេះកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ